Hello សួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀប Write Program ដោះលេខកូដដៃនៅលើ iPhone iPad គ្រប់ model ទាំងអស់សម្រាប់ iPhone iPad ដែលមានបញ្ហាជាប់លេខកូដដៃបែបនេះគឺយើងត្រូវការតែ restore វាដើម្បីឲ្យវាបាត់នៅឯកសារទិន្នន័យរាល់ការកំណត់ចោលទាំងអស់ហើយដើម្បីធ្វើបានជាដំបូងបងប្អូនត្រូវដោតខ្សែចូលទៅក្នុង Enter ហើយចុចតឡើងមកប៉ឹកដកប៉ឹក power ជាប់រហូតដល់ទូរស័ព្ទចេញរូបដោតដូចចាំដកដៃហើយបើសិនជាបងប្អូនមានបញ្ហាខូច volume ឬក៏ off power និងពិបាកចុចចូលអាចទិញខ្សែ recovery ពីខ្ញុំបានខ្ញុំមានលក់អូខេអញ្ចឹងចាំបន្តិចមកកុំប្រឡែងតឡើងមកប៉ឹកដកប៉ឹក power ជាប់រហូតដល់វាចេញរូប recovery ដោតដូចបែបនេះចាំបងប្អូនដកដៃអូខេបន្តទៀតយើងបើកកម្មវិធីមួយឈ្មោះថា Sri YouTube ដែលនៅពេលដែលយើងដោតចូល recovery mode ទៅវានឹងបង្ហាញទិន្នន័យបែបនេះអ្វីដែលយើងចង់បានគឺ serial យើងត្រូវការ copy serial ដើម្បីឆែកថាទូរស័ព្ទនោះមានជាប់ iCloud អត់អូខេសម្រាប់យើងជាជាង program ឬក៏បងប្អូនដែលមានទូរស័ព្ទជាប់បែបនេះបើសិនជាវាជាប់ iCloud យើងមិនបាច់ write ទេព្រោះដោយសារតែ write និងមិន write ក៏ដូចតែគ្នាអញ្ចឹងខ្ញុំយកវាមកឆែកនៅក្នុង website CW ជា website ដែលខ្ញុំទុកចិត្តហើយឆែកហ្នឹងគឺគិតលុយអូខេឆែកទៅឃើញថា off អញ្ចឹងចាំយើង write off នោះមានន័យថាយើងអត់មានជាប់ iCloud ទេទូរស័ព្ទហ្នឹងអូខេជាដំបូងយើងត្រូវ download firmware ដែលវាអនុញ្ញាតដូចលើនេះគឺមាន3 firmware ហើយខ្ញុំបាន download រួចរាល់ហើយបើសិនជាបងប្អូនអត់ download មកហើយបន្ទាប់ពី download ហើយយើងចុចពាក្យ quick flash mode ដោយ quick flash mode ហ្នឹងគឺវានឹងសម្អាតឯកសារចោលទាំងអស់រួមទាំងលេខកូដដែលយើងបានកំណត់ដាក់ហ្នឹងក៏វាបាត់ទៅជាមួយដែរអូខេវីដេអូនេះខ្ញុំឃើញបងប្អូនច្រើនដែលបានសួរនាំមកខ្ញុំចង់ឲ្យខ្ញុំធ្វើបើជាទូទៅខ្ញុំអត់សូវចង់ធ្វើដោយសារតែវាងាយសាមញ្ញអញ្ចឹងណាតែមើលទៅវាមិនសាមញ្ញប៉ុន្មានដែរបើសិនជាយើងអត់តន់ចេះអត់តន់យល់អញ្ចឹងបងប្អូនអាចមើលកំសាន្តបានសម្រាប់បងប្អូនដែលដឹងហើយអូខេនេះកន្លែងខ្ញុំដាក់ speed គុណនឹង8ដើម្បីកុំឲ្យបងប្អូនចាំយូររយៈពេលនៃការរាយប្រហែលជាខ្ទង់7ទៅ10នាទីបើសិនជា model ខ្ពស់ program firmware ធំមានតែ program មានទំហំធំអញ្ចឹងការរាយក៏យូរដែរហើយនឹងមួយទៀតទៅស្រ័យទៅលើកុំព្យូទ័របងប្អូនលឿនលឿនឬក៏យឺតអញ្ចឹងទៅហើយបើសិនជាបងប្អូនពេលដែលរាយហ្នឹងមានបញ្ហាតទៅនឹង load error អីផ្សេង error code អត់ដំណើរការរាយបាន60មានបញ្ហារាយបាន20មានបញ្ហាបងប្អូនអាច check ជាមួយនឹងiTunes ហើយនឹង Sri YouTube version ផាជា version វានៅកម្រិតទាបអញ្ចឹងយើងត្រូវ update មកកម្រិតខ្ពស់ version ខ្ពស់ទាំងអស់មកទើប Apple អនុញ្ញាតឬក៏ firmware ដែល Apple បើកឲ្យប្រើហ្នឹងគឺអាចប្រើបានអញ្ចឹងបើសិនជាបងប្អូនរាយទៅ error ទាំងដែលទូរស័ព្ទយើងអត់មានបញ្ហាទេទូរស័ព្ទយើងគ្រាន់តែជាប់លេខកូដដៃដែលបងប្អូនកំពុងមើលឃើញចឹងទេនៅដំណើរការទេប៉ុន្តែរាយទៅ error អញ្ចឹងវា99% គឺមកពីបញ្ហា driver បងប្អូនអាច check មើលបានហើយអូខេឥឡូវយើងរាយចប់ហើយយើងចូលមកក្នុង iDevice វិញរងចាំនៅពេលដែលទូរស័ព្ទបើកចេញយើងចុចពាក្យ activate មកហើយនេះជាព័ត៌មានគឺ iPhone 17 Pro Max version 26.0.1 ដែលជា version ចុងក្រោយហើយកន្លែងនេះមានពាក្យថា activate នេះគឺយើងចុច activate ដើម្បីឲ្យទូរស័ព្ទ skip រំលងនៅការ set up ផ្សេងដែលជាទូទៅយើងចុចបើកមកវាទាមទារយើងកំណត់ថាដាក់លេខកូដដៃអត់ហើយមានបើកមុខងារនេះបើកមុខងារនោះអត់អញ្ចឹងយើងចុច skip រំលងមកទៅយើងកុំខ្វល់ខ្វាយចាំពេលដែលយើងបើកដំណើរការដល់ home screen ហើយចាំយើងទៅកំណត់នៅមុខងារដែលយើងចង់បានអូខេនេះដល់ពេលដាក់ទៅយេហើយគឺទូរស័ព្ទអត់តន់ចេញកណ្ដាលដៃទេបងប្អូនចុច activate ទៅអញ្ចឹងដល់ពេលទូរស័ព្ទចេញហើយបងប្អូននឹងចុច activate កាន់តែលឿនអូខេវាអត់ស៊ីពេណានេះ continue with panel setup អញ្ចឹងវា load ដល់ home screen ហ្មងយើងមិនបាច់ចាំទៅចុចមួយរំទៅយូរអូខេវីដេអូមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនមើលទៅយល់ហើយធ្វើបានអរគ្នាជួបnhauនៅវីដេអូក្រោយទៀតបាយបាយ